ការវត្តដូចជាវត្តសវណ្ណវតីចាព្រៃតាមាក់ហ្នឹងកំពុងចាទស្សនាឲ្យអភើតផតបាទអូយមកជុលពេជ្រទៅចូលសានជ័យបែងចាញ់មកកំពូលដកឲ្យចាប់ដើមដកឲ្យលឿនណាបងប្អូនមើលចុះហើយយើងឃើញហើយទុកវែងនេះល្អណាស់បាទល្អមើលដោយសារថាការអុំជាង30ម៉ែត្រណាបាទ36 37បាទហើយឈើមួយដើមបាទបាច់និយាយច្រើនទេជិលដាក់ច្រើនដាក់តែមួយដើមបានដែរ2ឡានក្រុងចង់2ឡានក្រុងបើសិនជាបងប្អូនយកទូកយកទៅផ្ញើផ្ទះខ្ញុំមកដាក់គ្រាន់ទេអូអត់កើតទេត្រូវដាក់លើដបូលទូកខ្ញុំផ្ទះខ្ញុំក្បាល10បដោយ20បាទដោយបបដោយ20គាត់បត់ជា2បត់ជា2ស្ទើរទៀត37ហ្នឹងបាទអូយបាទវិញណាចាចាទៅឃើញកន្លែងទូកនៅវត្តវិជ័យរាំងសីចានៅវត្តរាំងជែងបាទវត្តនៅរាំងជែងអ្នកជែងវត្តវិជ័យរាំងសីចាហើយទៅមើលទូកមួយទៀតដែលដាក់នៅចាផ្ទះបងសាន់សុខៀងទូកថ្មីបាទសម្ដេចតេជោបាទផ្ដល់ជូនចាលើកំពុងតែរៀបបាទចង់ហើយបាទបងប្អូនគាត់ឆ្ងល់ណាពេលខ្លះហ្នឹងបាត់ទូកសរាយហ្នឹងអូយបាទនៅណែនលៃទេបងហៀងគាត់ថាគាត់យកមកធ្វើជួសជុលដើម្បីឲ្យវាចូលរួមបណ្ណាំងទាន់ពេលវេលាក្នុងពិធីនេះហើយជាពិសេសមកខេត្តកណ្ដាលនេះផ្ទាល់បាទឥឡូវយើងបន្តមកហើយមកជុលពេជ្រតេជោសែនជ័យខ្សែទឹកខាងក្នុងព្រែងចាញ់ជាមួយនឹងរាជតាមាក់តេជោសែនជ័យសាច់កណ្ដាលអីយ៉ាក់មកហៀងម្នាក់ណាម្នាក់មកកពូលម្នាក់សាច់កណ្ដាលបាទមកហៀងម្នាក់ជុលពេជ្រតេជោសែនជ័យមកពីវត្តរតនបុប្ផារាមព្រែងចាញ់មកកពូលដងតិចម្ដងពីអ្នករាជតាមាក់តេជោសែនជ័យបាទខ្សែទឹកខាងក្នុងល្អណាស់មកជុលពេជ្រតេជោសែនជ័យនាំមុខច្រើនគួរសមហើយបាទទៅលើអ្នករាជតាមាក់តេជោសែនជ័យចាបាទឥឡូវយើងប្រគុណម្ចាស់បច្ច័យអធិការវត្តដូចជាវត្តសវណ្ណវតីចាព្រៃតាមាក់ហ្នឹងកំពុងចាទស្សនាឲ្យអភើតផតបាទអូយមកជុលពេជ្រតេជោសែនជ័យបែងចាញ់មកកំពូលដកឲ្យចាប់ដើមដកឲ្យលឿនណាបងប្អូនមើលចុះសកម្មភាពនៃការអុំគឺថាយើងមើលទៅល្បឿននៃទូកទៅស្ឺតចារលូនចាស្ឺតតែម្ដងគឺដូចថាវាអត់មានអីទាស់ណាអត់មានអីរាំងស្ទះដាច់ហើយចាគឺដាច់តែម្ដងមកជុលពេជ្រតេជោសែនជ័យមកពីវត្តរតនបុប្ផារាមព្រែងចាញ់មកកំពូលដាច់ចាដាច់ទៅលើនេករាជតាមាក់តេជោសែនជ័យ